និយាយពីខាត់កែពីណាគេក៏នឹកឃើញសមុទ្រដែរបងបងប៉ុន្តែថ្ងៃនេះអូននាំបងបងមកមើលទេសភាពលើភ្នំខាត់កែម្ដងសួស្ដីបងបងថ្ងៃនេះអូនមកនាំបងបងស្គាល់កន្លែងដើរលេងឱកាសមួយបងបងភាគច្រើនណាស់មកញ៉ាំកាហ្វេលើភ្នំហើយច្បាស់ជាឆ្ងល់ហើយតែផ្លូវឡើងទៅនឹងផ្លូវឡើងទៅណាថ្ងៃនេះអូនមកប្រាប់ថាផ្លូវហ្នឹងគឺជាផ្លូវឧឈានខាត់កែបដែលយើងចូលឡើងអំពីកាហ្វេលើភ្នំហើយជិះមកចុំក្នុងផ្សារតែម្ដងនៅតាមផ្លូវណាបងបងអើយអត់ស្ងាត់ទេបើបងបងទៅកុំភ្លេចដាក់ចំណីយកទៅផ្ញើស្វាលើភ្នំផងស្វាច្រើនណាស់បងបងអើយហើយមានជនជាតិបរទេសជាច្រើនដែលក៏ដើរលេងលើភ្នំនឹងទៀតហើយយើងមកដល់កន្លែងនេះយើងអាចឈប់ហើយឡើងទៅលេងប៉មនៅភ្នំបានមកបងបងទៅមើលជាមួយនឹងអូនមកអូនក៏បានដឹកដីអូនឡើងលើភ្នំព្រោះកន្លែងនេះវារៀងចោលបន្តិចតែបងបងកុំផាយនិសេកន្លែងនេះចង់សាយើងកាន់ដែរតាមអូនសង្កេតមើលនៅលើដើមឈើសិតតែមានឈ្មោះដែលពូអនុរក្សព្រៃឈើដែលបានដាក់លើដើមឈើនីមួយអញ្ចឹងហើយធ្វើឲ្យយើងងាយស្រួលស្គាល់ពីប្រភេទដើមឈើទាំងអស់នោះតែនដល់ហើយបងបងអើយលើកទី1ហើយដែលអូនបានមកដល់លើប៉មនៅភ្នំកាត់កែបនេះមកបងមកឡើងលើប៉មជាមួយនឹងអូនមុននឹងឡើងអូនបានអានផ្លាកនៅលើហ្នឹងគេបំរាមថាមិនឲ្យឡើងប៉មលើពី10នាក់នេះណែបងអើយទេសភាពស្អាតណាស់នៅលើហ្នឹងនិយាយពីថាឃើញសមុទ្រនិងទេសភាពភ្នំកែបទាំងមូលតែបដៅបងចាក់អេពីណាគេនៅក្រោមនឹងអូនសោះយ៉ាងក៏ប៉ុន្តែអូនសម្ដែងធ្វើឡើងទៅបងប៉មនឹងវាខ្ពស់ពេកមកឲ្យអូនឡើងទេអូនក៏បានជួបអ៊ំបរទេស2នាក់អូនបានសួរគាត់ហើយគាត់ថាគាត់មកពីប្រទេសបារាំងអូនក៏បានចុះមកក្រោមវិញមកដល់កន្លែងនេះបងអាចឈប់ថតរូបលេងក៏បានដែរស្អាតខ្លាំងណាស់បងអូនក៏បានបន្តដំណើរមកមុខបន្តទៀតនេះគឺជាកន្លែងថតរូបស្អាតដែលបងអាចមកថតរូបបានទេសភាពឲ្យឡើងត្រជាក់ភ្នែកតែម្ដងបងអើយថតជ្រុងណាក៏ស្អាតដែរអូនតបចិត្តមិនបានក៏ដាក់ពី3ប្លង់ទៅថតរូបរួចហើយអូនក៏បានចុះមកក្រោមវិញបងមើលទិដ្ឋភាពតាប់តងផ្លូវមកពិតជាស្រស់ស្អាតខ្លាំងណាស់នេះគឺជាកន្លែងចាប់បងអរគុណបងដែលបានទស្សនាវីដេអូអូនពីដើមដល់ចប់វគ្គ2នេះគឺបញ្ចប់ដោយស្ថាពរបាយបាយ